ជំរាបសួរបងប្អូនអ្នកគ្នាបងប្អូនមើលខាងក្រោយអានោះរបស់ខ្ញុំងាប់អស់លេងហើយខានមកមើលចង់មកទឹកជាងណាពេលអត់ត្រជាក់វាត្រជាក់ពេកខ្ញុំមកចង់ចេញមកក្រៅហើយមានភ្លៀងមួយថ្ងៃអាទិត្យមុនភ្លៀងដល់ពេលអញ្ចឹងទៅចិត្តតែអត់បានមកបេះអានោះខ្ញុំថាចាំតិចទៀតចាំបេះអានោះព្រោះអីមានអានោះខ្លះដែលខ្ញុំត្រូវបេះអញ្ចឹងប្រហែលជាខ្ទង់ចិត្ត10អានោះនេះដែរហ្នឹងប៉ុន្តែចេះថាទុកឥឡូវហ្នឹងងាប់បាត់វាត្រជាក់ពេកអានេះបងប្អូនងាប់អស់ហើយផ្កាស្បៃរឿងតកួនអើយជីងាប់ខ្ទេចអើយអាណិតមែនតើហ្មងណាហើយនេះបងប្អូនមើលគួរឲ្យខ្លោចចិត្តអត់គួរខ្លោចចិត្តមែនតើណាឃើញហើយស្លឹកអានេះឡើងទុំនេះទុំថែពណ៌អានេះអានេះមើលខ្ញុំមិនដឹងថាវានៅញ៉ាំបានអត់ចាំមើលចាំបេះមើលប៉ុណ្ណឹងញ៉ាំបានហើយវ៉ាវអត់អីផងបងប្អូននេះនឹកខ្ចីតានឹកខ្ចីអត់អីទេខ្ញុំមើលអានងហើយខ្ញុំនឹងបេះផ្លែអានងខ្ញុំថ្ងៃហ្នឹងណាហើយមានប្រហែលដែលខ្ញុំអាចមើលទៅអាចញ៉ាំបានណាព្រោះអីមួយថ្ងៃហ្នឹងចុះត្រជាក់មែនតើនេះបងប្អូនឃើញអត់ណ៎អានងនៅខាងលើខ្ញុំបេះអត់ដល់ទេបងប្អូនខ្ពស់ពេកទាំងជងដល់អត់ទេនេះមើលនេះធំទេមើលទៅដូចធំអានេះវាខ្វាក់ធំហើយបងប្អូនហើយនេះទូចនៅទូចប៉ុន្តែខ្ញុំអត់ចង់ឲ្យវាត្រជាក់ទៅវាកឃើញអត់អានេះបេះបានហើយបងប្អូនសាកមើលបងប្អូននេះយាយទូចក៏បេះដែរបងប្អូនកុំឲ្យវាត្រជាក់ងាប់តន់អាពួកនេះសាក់ធំណាខ្ញុំទុកធ្វើគ្រាប់ហ្នឹងហើយមើលទៅវាអត់ងាប់ទេពេលត្រជាក់ណ៎មើលធំមកកណោហ្មងបងប្អូនឃើញអត់ណែខាងលើឃើញអត់សាក់ពួកធំស្លឹកឡើងងាប់អស់ហើយងាប់តិចអស់ហើយតែផ្លែវាអត់ទាន់ងាប់ទេបងប្អូនអានេះធំញ៉ាំអត់កើតទេវាធំពេកមកខាងនេះបេះហើយហ្មងណាទូចក៏ដោយក៏បេះដែរអានេះបេះហ្មងទៅព្រោះអាកាសធាតុវាត្រជាក់អស់ហើយបងប្អូនខ្ញុំមកចូលខាងក្នុងអានេះបេះដូចជានៅវាអត់ទាន់ធំវាចង់និយាយថាវាអត់ធំខ្លាំងកាត់មិនចង់កើតនេះអានេះធំណាបងប្អូនខ្ញុំទុកធ្វើយកគ្រាប់មើលអានោះឡើងធំហ្មងណាអានេះឡើងលឿងហ្នឹងនេះធំនេះអានេះកាត់ហ្មងមកវាងាប់តន់នេះខ្ញុំឲ្យបងប្អូនមើលអានងខ្ញុំខាងលើបាក់ហើយត្រេតអស់ហើយត្រូវជួសជុលវាបាក់ឡើងត្រេតហ្មងបងប្អូនឃើញអត់ខ្ចប់ជួសអីចឹងណាណែត្រេតខ្ញុំខ្លាចតែនៅក្នុងអានងអីបាក់មកតែមិនអីទេហើយណាបងប្អូនអត់មានអីទៀតទេអស់ហើយសិតតែធំឯងហើយខ្ញុំសំណាងល្អឲ្យបានបេះបាននេះផ្លែនងខ្លះដែរចាំមើលចាំរាប់អូខេបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមមករាប់អានងទាំងអស់គ្នា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
7 8 9 10 11 12 អូខេបងប្អូន12ផ្លែអណ្ដូងអើយនេះជាលើកចុងក្រោយឯងដែលបានបេះផ្លែអណ្ដូងព្រោះអីអណ្ដូងខ្ញុំងាប់អស់ហើយនៅខាងក្រោយហើយនៅសល់តែអណ្ដូងធំហ្នឹងខ្ញុំទុកធ្វើគ្រាប់ហើយការដាំដំណាំរបស់ខ្ញុំហ្នឹងគឺសម្រាប់ផ្លែអណ្ដូងមានប៉ុណ្្នឹងឯងហើយឥឡូវខ្ញុំទៅប្រមូលផលផ្លែពេញផ្លែម្ទេសផ្លោក